មានរឿងរ៉ាវមួយដែលមានស្រីមហាសត្វមួយដែលពេញទៅដោយគ្រឿងអលង្ការដែលមានតម្លៃខ្ពស់បើអ្នកណាដែលបានស្ដាប់សំឡេងរបស់នាងនឹងត្រូវប្រើកាំបិតកាត់ទៅលើមនុស្សដែលពិតជាតាក់ទងនាងគឺជាស្រីមហាសត្វជីប៉ារ៉ូដែលមកពីដុំទី3នៃកម្មវិធីអាចកំបាំងនិងស្លាប់កឈ្មោះពេញរបស់កម្មវិធីនេះគឺស្នេហាស្លាប់នឹងរ៉ូបូតដែលបានទទួលពិន្ទុពីគេហទំព័រ Downbender 9.2 ក្នុងរដុំទី1វាជាកម្មវិធីដែលមានរឿងរ៉ាវមួយឯករាជ្យនិងមានរចនាប័ទ្មខុសគ្នាដែលត្រូវបានគេបង្កើតឡើងដោយអ្នកដឹកនាំ David Fincher ពីក្លឹបប្រយុទ្ធ6សាសក៏ដើម្បីផ្ដល់ថវិកានិងវេទិកាដល់សិល្បករនៅទូទាំងពិភពលោកដើម្បីផលិតការអានីមេតដែលមានគោលបំណងសម្រាប់មនុស្សពេញវ័យយ៉ាងសាមញ្ញគឺជាការបញ្ចូលធាតុដែលអាចជៀសវាងបានដូចជាភាពស្រស់ស្អាតការស្រាវជ្រាវឈាមការរំលោភនិងភាពភ័យខ្លាចទាំងអស់ហើយកាត់នៅកំពូលខាងឆ្វេងនៃ poster មានអក្សរ Not suitable for work ដែលមានន័យថាមិនសមស្របសម្រាប់ការមើលនៅពេលធ្វើការនោះទេយ៉ាងច្បាស់វាជាស្តង់ដារដែលសមស្របសម្រាប់ការមើលនៅក្នុងទីកន្លែងឯកជនដូច្នេះក្នុងកំណែកនេះអារម្មណ៍ថាមានអ្វីមួយកំពុងចលនានៅក្នុងទឹកនៅទីនេះមានមើលតែម្ដងនេះមុំមើលនេះគឺជារបស់អ្នកណាហើយជីបារ៉ូបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទឹកប៉ុន្តែភ្នែករបស់នាងកំពុងមើលក្រុមភ្លាមក្រុមបានតាក់ទាញដោយសម្លេងមួយហើយមិនដឹងថាពេលណាជីបារ៉ូបានឈរនៅកណ្ដាលទឹកលន់នេះគេបានមើលនៅលើទឹកស្លាបព្រាកំពុងរាលដាលនៅក្នុងអាងទឹកនៅកណ្ដាលអាងទឹកមានព្រុសជីបារ៉ូបានឈរមកជិតហើយបានលើកក្បាលឡើងមើលទៅបុរសម្នាក់បានយល់ថានាងគឺជាអ្នកបង្កើតបញ្ហាហើយបានដាក់កាំបិតរបស់គាត់មើលទៅគេមិនបានចាប់អារម្មណ៍ទេគាត់បើដែលនាងមិនអាចចាក់ចេញពីទឹកនេះបានទេបុរសម្នាក់ដែលមានភាពភ័យខ្លាចបានរត់ចេញហើយមិនអាចស្ដាប់បាននៅពេលនេះគាត់គិតថាគេត្រូវតែរត់ឆាប់ប៉ុន្តែគាត់ចម្លែកបន្ទាប់មកគាត់បានតាមជីបារ៉ូទៅកាន់ស្ទឹងទឹកជ្រៅមិនគួរឲ្យខ្លាចទេជីបារ៉ូកំពុងរង់ចាំគាត់មើលគាត់ដាក់កាំបិតចុះជីបារ៉ូបានចាប់ផ្ដើមធ្វើអ្វីដែលគាត់ធ្វើជាថ្មីបុរសម្នាក់បានញឹមមួយចំនួនហើយមានអារម្មណ៍បានថាគ្រឿងអលង្ការទាំងនេះគឺជាស្បែកនិងស្បែករបស់នាងប៉ុន្តែបុរសម្នាក់មិនអាចមើលឃើញអ្វីទេគាត់គ្រាន់តែដឹងថានាងគឺជាសម្រស់ជីបារ៉ូបានបង្វិលមកវិញដើម្បីចង់ប៉ះគាត់ប៉ុន្តែសាច់ភ្នែករបស់នាងក៏មានគ្រឿងអលង្ការពេញ